អ្នកស្រីខ្ញុំសុំប្រហែលជានឹងមិនទាន់ជួបលោកបញ្ញាទេពើឯងមិនអីទេឯងទ្រាំសិនទៅណាឯងកុំនិយាយបែបនេះអីយើងដឹងខ្លួនច្បាស់កំដៃចាក់ខុសតែបន្តិចទេទើបយើងមិនស្លាប់ភ្លាមតែយើងក៏មិនរស់ដែរអត់មិនធ្វើកុំអាលកាត់អីណាចាំខ្ញុំទៅតាមគ្រូពេទ្យមកអើយលោករឿងដឿនមិនបាច់ទៅណាទេកូនទៅគោរពម្ដាយបង្កើតរបស់កូនម្ដាយបង្កើតសូមចាំស្ដាប់ណាបងសុំឡាញ់អ្នកចាក់ចេញក៏ជឿចាប់មិនចាញ់បងឡើយតាំងពីមកមីងហ្វឿនជាម៉ែរបស់ខ្ញុំដែរមានតែបងត្រានត្រើយបេះដូងអូនតែងស្រែកដងហើយរងកាលពី18ឆ្នាំមុនហ្វឿនរត់ចេញពីផ្ទះគេបានប្រត់ប្រាស់ពីកូនបង្ការម៉ែជាអ្នកយកកូនរបស់គេមកចិញ្ចឹមកូននោះគឺជាដឿននេះហើយជាមួយខ្ញុំសិនណាម៉ែកុំអាកើតអីណាម៉ែប្រហែលជាមិនគួរទេតែម៉ែក៏សប្បាយចិត្តតែមុនពេលស្លាប់ម៉ែបានជួបជាមួយកូនតែម៉ែធ្វើឲ្យកូនពិបាកខ្ញុំឲ្យកូនមិនតែនឹងស្លាប់ដឿនកំខឹងម៉ែអីណាខ្ញុំមិនខឹងម៉ែទេខ្ញុំមិនខឹងនឹងម៉ែទេរឿងកើតឡើងក៏ព្រោះតែយើងចោទប្រកាន់ឯងទើបធ្វើឲ្យឯងប្រត់ប្រាស់ពីកូនដែលយើងធ្វើទៅនៅពេលនោះយើងគិតយករួចខ្លួនមកទល់ពេលនេះដែលយើងជាម្ដាយទើបយើងដឹងថាក្តីស្រឡាញ់ចំពោះម្ដាយដែលមានចំពោះកូនវាធំធេងណាស់យើងធ្វើខុសចំពោះឯងណាស់អ្នកស្រីវ៉ាខ្ញុំសូមអរគុណអ្នកស្រីដែលខំចិញ្ចឹមបីបាច់អប់រំដឿនមកជាមនុស្សល្អបើឲ្យមនុស្សអាក្រក់ដូចខ្ញុំចិញ្ចឹមកូនតែខ្លួនឯងខ្ញុំមិនដឹងទេថាកូនថប់មកទៅជាយ៉ាងណា
យ៉ាងដែលកើតឡើងព្រោះតែការព្យាបាបក្នុងចិត្តរបស់ខ្ញុំទើបធ្វើឲ្យកម្លៃបង្ករឿងហើយចុងក្រោយក៏ស្លាប់ក្រោមដៃមនុស្សដែលខ្ញុំប្រើឲ្យសងសឹកម៉ែកុំស្លាប់អីណាម៉ែកុំស្លាប់អីណាម៉ែនៅជាមួយខ្ញុំសិនទៅណាម៉ែណាម៉ែនៅជាមួយខ្ញុំណាម៉ែយើងនៅទីនេះយើងផ្ញើកូនផងអូនចង់យំប្រាំសូមចាំស្ដាប់ណាបងសុំឡាញ់អ្នកចាក់ចេញក៏ជឿចាប់មិនចាញ់បងឡើយតាំងពីមុនរហូតពេលនេះកោបភ្នែកអូនមានតែបងត្រានត្រើយបេះដូងអូនតែងស្រែកដងហើយរងបងរឿងក្រុមយ៉ាងមិនដូចបងគិនទេមនុស្សស្មោះស្នេហ៍មិនចេះប្រែចិនឡើយព្រោះនៅឆ្ងាយក៏ដោយក៏មិនបែកខ្នងពាក្យសន្យាម៉ែនៅជាមួយខ្ញុំសិនទៅម៉ែនៅជាមួយខ្ញុំសិនទៅណាម៉ែនៅជាមួយខ្ញុំសិននៅជាមួយខ្ញុំសិនទៅណាម៉ែនៅជាមួយខ្ញុំសិនទៅណាម៉ែអូនចង់យំប្រាំសូមចាំស្ដាប់ណាបងសុំឡាញ់អ្នកចាក់ចេញក៏ជឿចាប់មិនចាញ់អត់ទុកឲ្យយើងផងសូមឲ្យអស់ការពីត្រឹមនឹងតិចចុះអត់ទុកឲ្យយើងផងឡាពើរឿងក្រុមយ៉ាងមិនដូចបងគិនទេមនុស្សស្មោះស្នេហ៍មិនចេះប្រែចិនឡើយព្រោះនៅឆ្ងាយក៏ដោយក៏មិនបែកខ្នងពាក្យសន្យាអូនចង់ជីវិតមិនដែលភ្លេចស្នាមស្នេហ៍គ្រាក៏អូននឹងបងស្រឡាញ់បងតែអត់ទុកឲ្យម៉ែផងណាកូនពាក្យក្នុងចិត្តអូនចង់យំប្រាំសូមចាំស្ដាប់ណាបងសុំឡាញ់អ្នកចាក់ចេញក៏ជឿចាប់មិនចាញ់បងឡើយតាំងពីមុនរហូតពេលនេះកោបភ្នែកអូនមានតែបងត្រានត្រើយបេះដូងអូនតែងស្រែកដងហើយរងបងរឿងក្រុមយ៉ាងមិនដូចបងគិនទេមនុស្សស្មោះស្នេហ៍មិនចេះប្រែចិនឡើយព្រោះនៅឆ្ងាយក៏ដោយក៏មិនបែកខ្នងសន្យាអូនចាំជីវិតមិនដែលភ្លេចស្នាមស្នេហ៍គ្រាកូនលងអូននឹងបងស្រឡាញ់បងតែម្នាក់ទេទឹកភ្នែកអូនតែងអ្នកស្រីកំឡៃថងតែអ្នកស្រីឲ្យខ្ញុំទេណា
អ្វីដែលអ្នកស្រីធ្វើនេះពិតជាចម្លែកណាស់ខ្ញុំឃើញអ្នកស្រីវ៉ាន់ធ្វើមានតែផ្កាក្រអូបក្រអូបមុនពេលអូនទៅទឹកភ្នែកអូនយំរួនហើយសុំទោសគឺក្លិនថ្នាំពួកនេះជួយធ្វើឲ្យចិត្តស្ងប់ទៅមិនស្រមើស្រមៃស្មើសម័យស្អីទៅมันមិនរឿងរបស់ឯងទេយើងមានរឿងមួយទៀតឲ្យឯងធ្វើអ្វីទៅតាមនាងហ្វឿងមកឲ្យយើងមីងហ្វឿងហើយខ្ញុំដឹងយ៉ាងម៉េចទៅថាមីងហ្វឿងគេនៅឯណាទៅសួររកតាមផ្ទះពេទ្យថាមានមនុស្សឈឺចិត្តស្លាប់មានឈាមចេញតាមមាត់តាមច្រមុះក៏ព្យាបាលអត់ទេចាអូនចង់យំ5សូមចាំស្ដាប់នៅបងសុំឡាញ់អ្នកចាក់ចេញក៏ជឿចាប់មិនចាញ់បងឡើយតាំងពីមុនរហូតពេលនេះម៉ែប្រកាសជាមានថ្នាំមិនសាបពឹសទីពួកនេះបេះដូងអូនតែងស្រែកដងហើយរងរឿងក្រុមយ៉ាងមិនដូចបងគិនទេមនុស្សស្មោះស្នេហ៍មិនចេះប្រែចិនឡើយព្រោះនៅឆ្ងាយក៏ដោយក៏មិនបែកខ្នងពាក្យសន្យាអូនចាំជីនិចមិនដែលភ្លេចស្នាមស្នេហ៍គ្រាកូនលងអូននឹងបងស្រឡាញ់បងតែម្នាក់ទេបើឯងជឿចាប់ណាស់ឯងក៏ហូបអានេះទៅនឹងបានបាត់ឈឺចិត្តហេតុអីវាសនារបស់ខ្ញុំជាបែបនេះក្រពេលខ្ញុំចង់ជួបមិនអាចបង្កើតខ្ញុំមករហូតតែបានជួបគ្នាមិនប្រមាណម៉ែក៏មកស្លាប់ទៅហើយលឿនយើងដឹងថាឯងជឿចាប់ណាស់ហើយយើងក៏មិនដឹងថាគោរពពាក្យស្អីមកលងឯងលឿនតែយើងចង់ឲ្យឯងដឹងណាឯងនៅមានយើងឯងមិនមែនខ្លួនតែមួយទេណាឌឿនអរគុណហើយលោករឿងអរគុណហើយក្នុងចិត្តអូនចង់យំ5សូមចាំស្ដាប់នៅបងសុំឡាញ់អ្នកចាក់ចេញក៏ជឿចាប់មិនចាញ់បងឡើយតាំងពីមុនរហូតពេលនេះកៅភ្នែកអូនមានតែបងត្រានត្រើបេះដូងអូនចូលមកយ៉ាងមិនដែរអក្រាមឃើញអូនបាត់ទេខ្ញុំតាមពីថ្ងៃហើយមិនឃើញទេទៀតតែអ្នកស្រុកចិត្តដុតប្រាប់ថាតាំងពីយើងជួបអ្នកស្រីហើយនឹងលោករឿងអ្នកស្រីក៏មិនបានទៅលក់នំទៀតដែរចំណែកលោករឿងនោះក៏មិនបានទៅអូសចែកកែវធ្វើអញ្ចឹងឯងទៅសួរម្ចាស់ចែកកែវទៅសួរថាមានមនុស្សឈ្មោះរឿងមកជួលចែកកែវទេគេគួរតែស្គាល់បាទទៀតសំជើញបងមានឃើញស្រីខ្លួនតូចស្គមហើយមានស្នានៅលើមុខត្រង់នេះទេអត់ទេអត់ឃើញទេអរគុណហើយអូនដែលឃើញស្រីតូចស្គមហើយមានស្នានៅលើមុខខ្លះដែរទេហាអត់ឃើញទេអរគុណហើយចា
đây à bảo đâu à bảo đâu biết qua mà nuôi chim rứa mà chuột sẽ cao tin đi thế rứa vậy à cầm lo sạc ham bên thế ê bật bên đây biết qua tí cái lại kia đâu thế schoolគ្រូពេទ្យមានតែព្យាបាលអ្នកជំងឺឈ្មោះហ្វឿងដែរទេអត់ទេអរគុណហើយអូយសួរគ្រូពេទ្យច្រើនអ្នកហើយមិនឃើញទេនាងហ្វឿងទៅនៅឯណាទៅគ្រូពេទ្យលោកគ្រូពេទ្យហើយកោតស្អីបងខ្ញុំគឺមិនកើតអីទេលោកគ្រូពេទ្យមានដែរព្យាបាលអ្នកជំងឺឈ្មោះនាងហ្វឿងដែរទេនេះខ្ញុំព្យាបាលអ្នកជំងឺបោច្រើនហើយចាំមិនបានទេថាមានឈ្មោះអីខ្លះនោះគឺលោកគ្រូពេទ្យរយៈនេះណាមានព្យាបាលអ្នកជំងឺដែលមានអាការៈឈាមហូរតាមមាត់តាមច្រមុះឬក៏ពួតចេញមកចេញឈាមដែរទេឈាមចេញតាមមាត់តាមច្រមុះធ្លាប់គេឈឺធ្ងន់ណាឬថាត្រូវគេធ្វើបាបមកបើអញ្ចឹងលោកក៏ដឹងហើយថានាងហ្វឿងគេនៅឯណានេះហើយអាចចង់ដឹងធ្វើអីគឺខ្ញុំជាបងប្អូននឹងគេខ្ញុំឮថាគេឈឺទៅខ្ញុំចង់ទៅមើលគេកំឡៃនាងកំឡៃឈឺចាប់ពេលនោះអត់ទៅឲ្យអូនផងដឹងថាបងឈឺហើយពីក្នុងចិត្តអូនចង់យំ5សូមចាំស្ដាប់ណាបងសំឡាញ់អ្នកចាក់ចេញក៏ឈឺចាប់មិនចាញ់បងឡើយតាំងពីមុនរហូតពេលនេះអ្នកស្រីកំឡៃខ្ញុំដឹងហើយថាពួកគេនៅឯណាឡាមនុស្សស្មោះស្នេហ៍មិនចេះប្រែចិនឡើយទោះនៅឆ្ងាយក៏ដោយក៏មិនបែកខ្នងអ្នកស្រីខ្ញុំបង្រៀនអ្នកស្រីធ្វើថ្នាំមួយអ្នកស្រីស្ដាប់ខ្ញុំឲ្យបានច្បាស់ពាក្យក្នុងចិត្តអូនចង់យំ5សូមចាំស្ដាប់ណាបងសំឡាញ់អ្នកចាក់ចេញក៏ឈឺចាប់មិនចាញ់បងឡើយអ្នកស្រីពេលនេះព្រួយស្លាប់ទៅហើយយើងចាត់ការកំឡៃបានចឹងម៉េចមុនពេលស្លាប់ហ្វឿងប្រាប់យើងថាគេប្រើពឹកគីស្គុចាក់នាងកំឡៃពេលនេះនាងកំឡៃប្រហែលជាតាមរកនាងហ្វឿងហើយដើម្បីរកថ្នាំបន្សារកថ្នាំបន្សា